សួស្តីលោកគ្រូអ្នកគ្រូទាំងអស់អញ្ចឹងក្នុងវីដេអូនេះខ្ញុំសូមបង្ហាញពីរបៀបរកលេខការឡាយបោះឆ្នោតសម្រាប់លោកគ្រូអ្នកគ្រូហើយនៅក្នុងហ្នឹងទី1អ្នកគ្រូត្រូវស្វែងរកពាក្យថានេះរូបសញ្ញាផែនដីនេះហៅថាអ៊ីនធឺណិតឬមួយក៏អ្នកគ្រូចូលតាម Google អញ្ចឹងខ្ញុំចុចមកអញ្ចឹងនេះវាឡើងមកពាក្យថា Google តែម្ដងអញ្ចឹងខ្ញុំវាយពាក្យថាwood list V O T E R L I S T ហើយវាចេញមកតែម្ដងអញ្ចឹងលោកគ្រូចុចលើនឹងយកតែម្ដងមកមិនបាច់ចប់ទេបន្តមកទៀតលោកគ្រូចុចពាក្យថាស្វែងរកឈ្មោះអញ្ចឹងឡើងមកហើយអញ្ចឹងស្វែងរកឈ្មោះនៅទីនេះខ្ញុំសូមបង្ហាញអំពីរបៀបរកឈ្មោះលេខការឡាយតាមរយៈឈ្មោះយើងវិញអញ្ចឹងដូចខ្ញុំអញ្ចឹងខ្ញុំស្វែងរកឈ្មោះអញ្ចឹងខ្ញុំចុចលើពាក្យថាជ្រើសរើសខេត្តសិនបាទរើសខេត្តអញ្ចឹងបើយើងខេត្តកំពតដូចខ្ញុំខេត្តកំពតខ្ញុំចុចលើពាក្យថាខេត្តកំពតបន្ទាប់មកខេត្តហើយយើងជ្រើសរើសឃុំសង្កាត់ដែលយើងរស់នៅដែលយើងបោះឆ្នោតនៅឃុំសង្កាត់បាទដូចខ្ញុំអញ្ចឹងរស់នៅកំពង់បាយអញ្ចឹងខ្ញុំមើលកន្លែងក្រុងកំពតកំពង់បាយបាទកំពង់បាយនេះកំពតក្រុងកំពតហ្នឹងមាន5សង្កាត់ហ្នឹងអញ្ចឹងខ្ញុំនៅកំពង់បាយគឺខ្ញុំចុចលេខចុចកំពង់បាយតែម្ដងបន្ទាប់មកទៀតខ្ញុំវាយតកូលខ្ញុំខៀវបាទខៀវបន្ទាប់មកខ្ញុំវាយនាមខ្លួនរបស់ខ្ញុំគឺមករាបាទបន្ទាប់មកទៀតលោកគ្រូអ្នកគ្រូអង្កលវាបង្រួមវាក៏បានដែរអង្កលវាតិចមកចុចពាក្យថាស្វែងរកបាទអញ្ចឹងស្វែងរកលោកគ្រូចាំទៅបាទអញ្ចឹងឡើងមកហើយនេះខ្ញុំបាទបញ្ជីឈ្មោះលេខរៀងទី15អត្តលេខរបស់ខ្ញុំហើយនឹងឯកសាររបស់ខ្ញុំហើយឈ្មោះរបស់លេខអត្តញ្ញាណប័ណ្ណហ្នឹងគឺគេអត់ឲ្យឃើញទាំងអស់ទេឃើញតែកតុយទេហើយឈ្មោះខ្ញុំខៀវមករាភេទប្រុសកើតថ្ងៃទី15ខែ2 1983កពតកំពង់បាយហើយនេះខាងចុងនេះគឺលេខកូដការឡាយហើយនឹងឈ្មោះការឡាយដែលយើងត្រូវបោះឆ្នោតបាទខ្ញុំបោះឆ្នោតនៅលេខ0902បាទអញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ចប់តែត្រឹមនេះដែរបាទអរគុណសម្រាប់លោកគ្រូអ្នកគ្រូ